សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែគម្រោង STEM ប្រធានបទ X ជំរាបសួរលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះយើងបានឡើងមកធ្វើ STEM ខ្ញុំមានឈ្មោះសេងធានឈីខ្ញុំបាទឈ្មោះជាសវណ្ណហាខ្ញុំបាទឈ្មោះមុនច័ន្ទវិទ្យថ្ងៃនេះខ្ញុំមានគម្រោង STEM ដែលវាធ្វើឡើងពីធ្វើឡើងពីกระดาษឡាំងនិងសារ៉ាងបំពង់ទឹករបៀបធ្វើជាដំបូងក្រុមខ្ញុំបានស្រាវជ្រាវអំពីសារ៉ាងដែលធ្វើសម្ពាធទឹកបន្ទាប់មកខ្ញុំបានយកក្រដាសឡាំងកាត់តង់ដើម្បីឲ្យវាធ្វើជាតួរបស់ X ហើយនឹងប្រដាប់ជោគបន្ទាប់ពីខ្ញុំធ្វើតួហើយខ្ញុំបានដោតឈើនិងយកឈើការ៉េមដើម្បីឲ្យវាកុំឲ្យបាក់បែកនៅពេលដែលយើងធ្វើចលនាបន្ទាប់ពីរៀបចំសម្ផស្សរួចខ្ញុំបានយកទឹកដាក់ចូលក្នុងសារ៉ាងដើម្បីយើងបញ្ជាសារ៉ាងធ្វើឲ្យវាដំណើរការពីឆ្វេងទៅស្ដាំរបៀបដំណើរការសារ៉ាងទី1អាចទាញតួខាងធំទៅលើទៅក្រោមបានសារ៉ាងទី2ធ្វើឲ្យវាបត់ឆ្វេងបត់ស្ដាំនៅពេលដែលយើងទាញវាពេលសារ៉ាងទី3ធ្វើឲ្យក្បាលខាងមុខអាចដុះក្រោបទៅលើទៅក្រោមបានពេលសារ៉ាងទី4ធ្វើឲ្យតួខាងមុខអាចទៅលើទៅក្រោមបានដូចគ្នាបាទថាបញ្ហាដែលយើងបានជួបគឺនៅពេលដែលយើងដាក់ទឹកច្រើនពេកនៅក្នុងសារ៉ាងហើយទៅវាអាចដាច់ខ្សែហើយចេញទឹកច្រើនពេកទៅពេលយើងច្បាច់វាហើយនៅពេលយើងដាក់ទឹកតិចពេកហើយវានៅសល់ខ្យល់វាមិនធ្វើដំណើរការទេហើយកម្រងយើងមានអត្ថប្រយោជន៍ច្រើនគឺដែលវាអាចចាប់ហើយលើករបស់របរផ្សេងហើយស្រាលហើយវាអាចធ្វើឲ្យយើងយល់អំពីការប្រើប្រាស់សម្ពាធទឹកហើយអាចបង្កើនការកាត់ឆ្នៃប្រឌិតអាចបង្កើនការធ្វើកិច្ចការក្រុមហើយអាចអនុវត្តចំណេះដឹងSTEM ក្នុងការបង្កើតកម្រងផ្សេងជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានមានពេលវេលាមកស្ដាប់ខ្ញុំបកស្រាយសូមអរគុណសាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា